នៅពេលដែលមនុស្សមានភាពសោកសៅគេព្យាយាមធ្វើការដែលមិនត្រឹមត្រូវខ្លះកើតឡើងទី1គេធ្វើឲ្យគេខ្លួនឯងឈឺចាប់ទី2គេអាចធ្វើឲ្យអ្នកដទៃឈឺចាប់ផងដែរការដែលមានភាពសោកសៅមិនមែនជាបាបទេប៉ុន្តែការដែលអ្វីដែលមនុស្សនោះធ្វើក្នុងពេលដែលគាត់មានភាពសោកសៅនោះប្រហែលជាមានបាបដែរដូច្នេះតើយើងគ្រប់គ្រងយ៉ាងណាក្នុងកម្មវិធីក្នុងការដែលយើងគ្រប់គ្រងភាពសោកសៅនេះថ្ងៃនេះយើងមើលអំពីរបៀបគ្រប់គ្រងខ្លួនឯងនៅពេលដែលមានភាពសោកសៅខ្ញុំបាទសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿនជឿនជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រីស្ទបរិស័ទខ្មែរស្វែងយល់អំពីព្រះគម្ពីរនិងអ្វីដែលគ្រីស្ទបរិស័ទធ្វើយើងបន្តស៊េរីរបស់យើងទាក់ទងនឹងការដែលយើងនិយាយអំពីការគ្រប់គ្រងខ្លួនឯងការគ្រប់គ្រងខ្លួនឯងបើសិនជាយើងគ្រប់គ្រងមិនបានល្អទេនោះវាអាចប៉ះពាល់ទៅដល់អ្នកដទៃនិងខ្លួនឯងនៅថ្ងៃអនាគតដែលធ្វើឲ្យយើងស្ដាយក្រោយជាមិនខានហើយយើងក៏ស្វែងរកចម្លើយនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គដើម្បីដោះស្រាយនឹងបញ្ហានេះថ្ងៃនេះយើងមើលប្រធានបទអំពីការសោកសៅអរអ្នកបងប្អូនភាពសោកសៅកើតឡើងមកពីណាភាពសោកសៅកើតឡើងមកពីបញ្ហាផ្សេងដូចជាការបាត់បង់សមាជិកក្នុងគ្រួសារជាទីស្រឡាញ់បាត់បង់ប្តីប្រពន្ធឬក៏មានការលេងលះកើតឡើងឬក៏មានការដែលប្រឡងមិនជាប់មានបញ្ហាផ្សេងទៀតនេះគឺជាបញ្ហាមួយចំនួនដែលខ្ញុំលើកឡើងដែលធ្វើឲ្យមនុស្សមានភាពសោកសៅតើការសោកសៅបង្កឡើងហើយវាប៉ះពាល់យ៉ាងណានៅក្នុងជីវិតរបស់យើងការសោកសៅគឺជាបណ្ដាលធ្វើឲ្យយើងមានការឈឺចាប់ការឈឺចាប់នេះមិនមែនជាការឈឺចាប់ខាងក្រៅដែលយើងមើលឃើញនោះទេគឺជាការឈឺចាប់នៅខាងក្នុងហើយការឈឺចាប់នេះពេលខ្លះវាជះឥទ្ធិពលទៅដល់អ្នកដែលនៅជុំវិញខ្លួនយើងផងដែរបើសិនជាយើងបញ្ចេញវាមកដោយមិនបានពិចារណាពេលខ្លះមនុស្សព្យាយាមដោះស្រាយបញ្ហាយកភាពសោកសៅចេញដោយមធ្យោបាយផ្សេងដូចជាការដែលពួកគេជ្រើសរើសយកគ្រឿងស្រវឹងដើម្បីនឹងមកបំបត្តិភាពសោកសៅហើយពេលខ្លះគេជ្រើសរើសចូលទៅសបាយនៅក្នុងបារពេលខ្លះគេចូលទៅសបាយជាមួយនឹងស្រីពិស្យាដែលធ្វើឲ្យមានបញ្ហាកាន់តែខ្លាំងឡើងផងដែរដូច្នេះបើសិនជាយើងមិនប្រយ័ត្នទេការសោកសៅនេះវាបើយើងដោះស្រាយដោយរបៀបនោះការសោកសៅនេះវាមិនបាត់ចេញពីមនុស្សនោះទេផ្ទុយទៅវិញវាកាន់តែធ្វើឲ្យកាន់តែអាក្រក់ឡើងទៅទៀតតើព្រះទ្រង់មានបទពិសោធន៍ចំពោះភាពសោកសៅនេះដែរឬទេតើទ្រង់បើមានអង្គមានបទពិសោធន៍តើទ្រង់មានអំណោះស្រាយដោយរបៀបណាទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ដើម្បីនឹងរងទុក្ខជំនួសយើងទាំងអស់គ្នាហោរាអេសាយបានទាយអំពីអ្វីដែលព្រះយេស៊ូវបានធ្វើចំពោះអ្វីដែលទ្រង់បានឆ្លងកាត់គឺជានៅក្នុងគម្ពីរអេសាយចំពោះ53ខ3និងខ4បានមានបន្ទូលយ៉ាងដូចនេះពីទំនាយទៅលើអង្គព្រះយេស៊ូវថាទ្រង់ត្រូវគេមើលងាយហើយត្រូវមនុស្សបោះបង់ចោលទ្រង់ជាមនុស្សទូទុកហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ទ្រង់ត្រូវគេមើលងាយដូចជាអ្នកណាដែលមនុស្សកិច្ចមុខចេញហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងជាពិតប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញគឺជាអ្នកដែលព្រះបានវាយជាអ្នកដែលរងវេទនាអរអ្នកបងប្អូននេះជារសជាតិដែលអង្គព្រះរាជបុត្រាគឺព្រះយេស៊ូវគ្រីស្ទបានភ្លក់ហើយទទួលបទពិសោធន៍ចំពោះការសោកសៅអ្វីដែលពួកជនជាតិអ៊ីស្រាអែលបានធ្វើចំពោះព្រះអង្គគឺគេមិនបានស្រឡាញ់រាប់អានព្រះអង្គនោះទេហើយអ្វីដែលទ្រង់បានស្រឡាញ់គេប៉ុណ្ណាគេបានធ្វើឲ្យព្រះអង្គមានភាពសោកសៅលើសជាងនោះទៅទៀតដូច្នេះទ្រង់បានយាងមកដើម្បីទទួលភាពសោកសៅនោះហើយទ្រង់បានធ្វើដូចជាអ្វីដែលនៅក្នុងគម្ពីរនេះបានប្រាប់ដល់លោកអ្នកបងប្អូននិងខ្ញុំឲ្យយល់ពីភាពសោកសៅហើយនឹងបទពិសោធន៍ដែលទ្រង់បានទទួលផងដែរអរលោកអ្នកបងប្អូននៅពេលដែលយើងមានភាពសោកសៅតើយើងទាំងអស់គ្នាគិតថានឹងរកមធ្យោបាយយ៉ាងណាហើយដូចអ្វីដែលយើងបានឮថាភាពសោកសៅនេះវាមិនអាចវានឹងនៅជាមួយនឹងយើងហើយការដែលយើងព្យាយាមដោះស្រាយបញ្ហាផ្សេងនោះគឺយើងពិតជាមិនមានលទ្ធភាពនោះទេ
ម្ល៉េះហើយបានជាអ្វីដែលនៅក្នុងព្រះគម្ពីរកូរិនថូសបានលើកទឹកចិត្តយើងគឺនៅកូរិនថូសទី2ចំពុក1ខ3និងខ4បានលើកទឹកចិត្តយើងយ៉ាងដូចនេះសូមសរសើរដល់ព្រះដ៏ជាព្រះបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាគឺជាព្រះអង្គព្រះបិតាដ៏មានសេចក្តីមេត្តាករុណាជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូកដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នាក្នុងគ្រប់សេចក្តីវេទនាប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តនេះឯទៀតក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរគឺដោយសេចក្តីកំសាន្តចិត្តនេះឯងដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយអស់លោកនេះបងប្អូនពេលដែលយើងមានភាពសោកសៅនៅខាងក្នុងយើងគឺភាពសោកសៅនោះវាជាប់ស្អិតនៅទីនោះប៉ុន្តែតើយើងនឹងអាចដោះស្រាយដោយរបៀបណាបានតើភាពសោកសៅនោះវានឹងនៅជាប់ស្អិតប៉ុណ្ណាហើយតើយើងដោះស្រាយបញ្ហាដោយរបៀបណាគឺយើងយាងព្រះវត្តមានរបស់ផងព្រះអង្គយើងអាចចូលមកឯព្រះវត្តមានរបស់ផងព្រះអង្គទ្រង់យាងទៅជាមួយយើងពេលដែលព្រះអង្គយាងជាមួយយើងមិនមែនមានន័យថាភាពសោកសៅនោះត្រូវដាច់រឹសចេញរបូតហើយយើងនៅឆ្ងាយពីវានោះទេហើយការអ្វីដែលព្រះអង្គធ្វើគឺទ្រង់យាងទៅជាមួយយើងហើយឆ្លងកាត់ភាពសោកសៅនោះដូច្នេះប្រយោជន៍ការឆ្លងកាត់នេះគឺជាបទពិសោធន៍ហើយប្រយោជន៍មួយគឺដើម្បីជួយទៅដល់អ្នកណាដែលនឹងមានភាពសោកសៅនៅចិត្តយើងនៅក្បែរយើងមិត្តភ័ក្តិបងប្អូនក្តីគឺយើងអាចលើកទឹកចិត្តគេឲ្យធ្វើបទពិសោធន៍ដូចយើងដែរគឺយាងព្រះអង្គមកដឹកនាំនោះយើងនឹងឈ្នះភាពសោកសៅដោយព្រះវត្តមានរបស់ផងព្រះអង្គជាមិនខានខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូននឹងយល់បន្ថែមទៀតអំពីរបៀបដោះស្រាយបញ្ហាសោកសៅរបស់យើងម្នាក់ៗអរលោកបងប្អូនត្រូវចាំថាព្រះយេស៊ូវព្រះអង្គទ្រង់នៅជាមួយយើងហើយកុំឲ្យយើងព្យាយាមរកមធ្យោបាយផ្សេងក្រៅពីយាងព្រះអង្គដឹកនាំយើងនោះឡើយដូច្នេះទ្រង់នឹងដឹកនាំយើងឲ្យឆ្លងកាត់នៅភាពសោកសៅនោះដោយនៅព្រះនាមព្រះអង្គផងដែរលោកអ្នកបងប្អូនបើសិនជាមានសំណួរសូមសួរមកយើងនៅក្នុងខមមិនខាងក្រោមដើម្បីឲ្យយើងបានធ្វើវីដេអូឆ្លើយតបដល់អ្នកបងប្អូននៅថ្ងៃអនាគតផងដែរសូមព្រះទានពរសូមអរគុណនិងសូមជម្រាបលា